រឿងតុនសាយនឹងព្រៀនព្រៃដែលคล้ายជាមិត្តនៅក្នុងព្រៃស្រស់ស្អាតមួយមានតុនសាយតូចមួយឈ្មោះចន្ទទាវាមានចិត្តល្អស្រឡាញ់មិត្តភក្តិនិងរស់នៅដោយសុខសាន្តជាមួយសត្វផ្សេងប៉ុន្តែថ្ងៃមួយមានព្រានព្រៃម្នាក់មកដល់គាត់ឈ្មោះសុខាគាត់មកបាញ់សត្វដើម្បីរកអាហារនិងលក់ពេលដែលគាត់ចូលព្រៃសត្វទាំងអស់ភ័យខ្លាចហើយរត់លាក់ខ្លួនចន្ទទាក៏ភ័យដែរវាបានឮសំឡេងធ្នូនិងឃើញសត្វមួយចំនួនត្រូវចាប់វាគិតថាបើបន្តបែបនេះព្រៃយើងនឹងគ្មានសុវត្ថិភាពទៀតទេថ្ងៃមួយខណៈដែលចន្ទទាកំពុងស្វែងរកអាហារវាស្ទើរតែជួបព្រានព្រៃវារត់លាក់ខ្លួនក្រោយព្រៃស្មៅហើយមើលពីចម្ងាយវាឃើញថាព្រានព្រៃមើលទៅនឿយហត់និងឃ្លានចន្ទទាគិតក្នុងចិត្តថាតើគាត់អាក្រក់ពិតទេឬគាត់គ្រាន់តែត្រូវការរស់ថ្ងៃបន្ទាប់មានភ្លៀងធ្លាក់ខ្លាំងទឹកលិចផ្លូវហើយព្រានព្រៃបានជាប់នៅក្នុងព្រៃគាត់មិនអាចរកអាហារឬចេញពីព្រៃបានទេចន្ទទាបានឃើញហើយមានអារម្មណ៍អាណិតបើទោះបីគាត់ជាមនុស្សដែលធ្វើឲ្យសត្វភ័យក៏ដោយវាមិនអាចមើលឃើញគាត់រងទុក្ខបានទេចន្ទទាបានទៅហៅសត្វមិត្តភក្តិដូចជាស្វាអណ្ដើកនិងសត្វបក្សីមកជួយគិតស្វានិយាយថាគាត់ធ្លាប់ធ្វើឲ្យយើងភ័យតើយើងគួរជួយទេអណ្ដើកនិយាយថាបើយើងចង់ឲ្យព្រៃមានសុខសាន្តយើងត្រូវចាប់ផ្ដើមពីការល្អចន្ទទាយល់ព្រមហើយបានសម្រេចជួយពួកគេបាននាំអាហារតូចៗទៅដាក់ចិត្តព្រានព្រៃហើយបង្ហាញផ្លូវចេញពីព្រៃដំបូងព្រានព្រៃភ្ញាក់ផ្អើលព្រោះគាត់មិនធ្លាប់ឃើញសត្វជួយគាត់ទេថ្ងៃបន្ទាប់គាត់បានឃើញទន្សាយចន្ទទាគាត់លើកធ្នូឡើងប៉ុន្តែចន្ទទាមិនរត់ទេវាឈរមើលគាត់ដោយភ្នែកស្ងប់ស្ងាត់ព្រានព្រៃភ្ញាក់ផ្អើលហើយនិយាយថាហេតុអ្វីអ្នកមិនរត់អ្នកមិនភ័យខ្ញុំទេចន្ទទានិយាយថាខ្ញុំភ័យប៉ុន្តែខ្ញុំជឿថាមនុស្សអាចផ្លាស់ប្ដូរបានពាក្យនោះបានប៉ះបេះដូងព្រានព្រៃគាត់គិតពីអ្វីដែលបានកើតឡើងសត្វដែលគាត់ធ្លាប់ចាប់តែឥឡូវវិញវាមកជួយគាត់ដាក់ធ្នូចុះហើយនិយាយថាខ្ញុំសុំទោសខ្ញុំមិនគិតថាអ្នកទាំងអស់គ្នាមានចិត្តល្អបែបនេះទេចាប់ពីថ្ងៃនោះព្រានព្រៃសុខាបានបញ្ឈប់ការបាញ់សត្វគាត់បានក្លាយជាអ្នកថែរក្សាព្រៃជួយការពារសត្វនិងដាំដើមឈើថ្មីចន្ទទានិងព្រានព្រៃក្លាយជាមិត្តព្រៃនោះក៏ត្រឡប់មកមានសុខសាន្តវិញសត្វរស់នៅដោយសុខដុមរមនាសារសំខាន់1ការអភ័យទោសអាចផ្លាស់ប្ដូរចិត្តមនុស្ស2ការធ្វើល្អទោះជាមួយអ្នកដែលធ្វើអាក្រក់ក៏អាចនាំមកវិញនូវលទ្ធផលល្អបាន3សន្តិភាពចាប់ផ្ដើមពីចិត្តល្អតូចៗ